ខ្ញុំប្រាប់ថាចុះពីឡានប្រពន្ធសម្លាញ់ជឿនៅសល់តែមួយចំណត់ទៀតដល់ហើយចាំនាងទៅដល់ផ្ទះចាំអូនបដូរកន្លែងអង្គុយខ្ញុំនិយាយម្ដងទៀតជាលើកចុងក្រោយចុះពីឡានបងថ្លៃសុំទោសម្យ៉ាងទៀតខ្សែករបស់ខ្ញុំមិនដែលឲ្យគេខ្ចីទេបើកន្លែងនេះមិនឆ្ងាយពីផ្ទះនាងយើងមិនជិះវៀងទៅជូននាងទេខ្ញុំហត់ហើយបើកឡានទៅផ្ទះទៅប្រពន្ធសម្លាញ់បងឃើញអូនមិនពាក់ខ្សែកនេះយូរហើយទើបឲ្យនាងខ្ចីលេងទៅរឿងនេះកំហុសបងដែលមិនបានប្រាប់អូនមុន7 ឆ្នាំហើយនេះជាលើកទី1ដែលបងឲ្យស្រីផ្សេងអង្គុយកៅអីខាងមុខរបស់ខ្ញុំហើយថែមទាំងចំថ្ងៃដែលខ្ញុំចេញពីសម្រាលកូនទៀតប្រពន្ធសម្លាញ់អូននិយាយស្អីហ្នឹងបងគ្រាន់តែជូននាងតាមផ្លូវប៉ុណ្ណោះបើអូនមិនចូលចិត្តថ្ងៃក្រោយបងនឹងប្រយ័ត្នណាគូឈៀងអ៊ីឥឡូវនេះបងគឺជាប្រធានគូដ៏ល្បីឈ្មោះមនុស្សស្រីដែលលួចស្រឡាញ់បងនឹងកាន់តែច្រើនឡើងប៉ុន្តែបើអាកប្បកិរិយាបងមិនច្បាស់លាស់ទេមិនយូរមិនឆាប់នឹងមានគេឆ្លៀតឱកាសមិនខានប្រពន្ធសម្លាញ់នេះប្រច័ណ្ឌមែនទេអូនកុំបារម្ភអីអូននិងកូនស្រីគឺជាអ្វីគ្រប់យ៉ាងរបស់បងដាច់ខាតមិនមានទំនាក់ទំនងលើសលួសជាមួយស្រីផ្សេងឡើយឃើញបងស្បស្បៃយ៉ាងនេះខ្ញុំជឿបងម្ដងទៀតចុះថ្ងៃក្រោយនៅឲ្យឆ្ងាយពីសិនជឿនោះបន្តិចទៅបាទប្រពន្ធសម្លាញ់